សំណួរមួយទៀតសួរថាតួនតើស្ត្រីឥស្លាមយើងចង់អត់សក់បានដែរឬទេតើតើនឹងការតុបតែងជាប្រការដែលគេអនុញ្ញាតសម្រាប់ស្ត្រីអញ្ចឹងការអត់ឲ្យរួញការអត់ឲ្យត្រង់គឺមិនត្រូវបានហាមឃាត់ទេសម្រាប់ស្ត្រីអញ្ចឹងករណីយើងនិយាយក្នុងលក្ខណៈទូទៅបើសិនមកគាត់អត់ដោយខ្លួនឯងឬក៏គាត់មានកន្លែងហាងគេដែលបិទចិត្តពេលគាត់អត់មិនបើកក្បាលឲ្យបរោះមើលឃើញករណីនេះគឺមិនបញ្ហាទេប៉ុន្តែបើគាត់ទៅហាងដែលគេកញ្ចក់មើលពីក្រៅទៅឃើញទោះបីអ្នកអត់នោះស្រីប៉ុន្តែគេដែលនៅខាងក្រៅឬក៏នៅទីនោះមានបរោះដែលមើលឃើញអរ៉ាត់គាត់គឺហារ៉ាមដោយសារបញ្ហានឹងចំណែកការអត់ការតុបតែងជាទូទៅអ៊ីស្លាមមិនហាមឃាត់ទេព្រោះការអត់សក់មិនថាត្រង់ឬក៏រួញនេះទេវាជាការតុបតែងវាមិនមែនជាការកែប្រែមកក្នុងអល់ឡោះសម្រាប់ទេព្រោះវានៅតែក្នុងមួយរយៈពេលវាមកនៅក្នុងលក្ខណៈដើមវិញអញ្ចឹងគេមិនហាមឃាត់ទេបើគាត់មានកន្លែងដែលអត់ដែលមានសុវត្ថិភាពដែលអ្នកផ្សេងជាបរិបទសាសនិកាមិនមើលឃើញគាត់អញ្ចឹងករណីនេះគឺអត់បញ្ហាទេហ៎អានោះរឿងលេងក្បាលទៅបីអត់មិនអត់ក៏ទោសាដែរបើនៀតគាត់អត់ដើម្បីបង្ហាញគេខាងក្រៅនឹងទោសាឯករណីប៉ុន្តែយើងនិយាយក្នុងលក្ខណៈរួមតើតើនឹងការតុបតែងស្ត្រីគេជំរុញឲ្យតុបតែងមែនទេប៉ុន្តែមិនមែនដើម្បីតាក់ទាញអ្នកក្រៅទេគឺតាក់ទាញប្តីរបស់គាត់តុបតែងដើម្បីឲ្យប្តីរបស់គាត់មើលទៅកាន់តែស្អាតអញ្ចឹងស្ត្រីខ្លះគាត់អត់តុបតែងខ្លួនប្រាណអញ្ចឹងប្តីគាត់អាចមើលឃើញអ្នកក្រៅអញ្ចឹងបញ្ហាជាការតុបតែងក្នុងបំណងដែលត្រឹមត្រូវគឺមិនបញ្ហាទេដោយលក្ខណៈអត់សក់ឬក៏ការតុបតែងផ្សេងៗដោយលក្ខណៈអ្វីមិនអញ្ចឹងប៉ុន្តែលក្ខខណ្ឌយ៉ាងម៉េចគឺធ្វើយ៉ាងណាកុំឲ្យទីកន្លែងដែលគាត់អត់គឺជាទីកន្លែងដែលគេមើលឃើញក្បាលរបស់គាត់បរោះដែលសាសនិកាមើលឃើញក្បាលរបស់គាត់ទី1ទី2បំណងរបស់គាត់គឺល្អមានន័យថាកុំឲ្យអត់ដើម្បីតាក់ទាញអ្នកផ្សេងឬក៏អត់ដើម្បីបបួលដល់អ្នកផ្សេងករណីនេះគឺហារ៉ាមប៉ុន្តែបើគាត់លម្អខ្លួនឯងតុបតែងដើម្បីខ្លួនឯងស្អាតគឺមិនបញ្ហាទេវាដូចជាការលាបក្រែមលាបម្សៅអញ្ចឹងបំណងរបស់គាត់កាលណាគាត់ធ្វើត្រឹមត្រូវគឺស្រាប់មិនហាមឃាត់ទេប៉ុន្តែបើគាត់ធ្វើខុសគឺហារ៉ាមសំណួរមួយទៀតសួរថាមានស្ថាប័នមួយបានបង្កើតក្រុមដើម្បីតំណាក់តំណងគ្នាហើយនៅពេលដែលអ្នកធ្វើការណាម្នាក់នៅទីនោះមានបញ្ហាអ្វីគេក៏ចូលលុយគ្នាដើម្បីជួយដល់បុគ្គលនោះគ្រោះថ្នាក់ចរាចរណ៍ឬក៏មានបងប្អូនស្លាប់ឡាក់នៅក្នុងនោះមានទាំងអ្នកឥស្លាមនិងអ្នកមិនមែនឥស្លាមរត់ចង់សួរទូនថាតើយើងអាចផ្ដល់ជំនួយដល់គាត់បានដែរឬទេបើយើងនិយាយជាលក្ខណៈរួមការបង្កើតបែបនេះគេឲ្យឈ្មោះថាជាលក្ខណៈមួយនៃការធានារ៉ាប់រងបែបជួយគ្នានេះថានៅពេលដែលយើងចូលលុយឧទាហរណ៍ថាម្នាក់10000រៀលរាល់ខែចូលលុយគ្នាម្នាក់10000រៀលរាល់ខែពេលដែលតាណាមានគ្រោះថ្នាក់យកលុយនឹងទៅជួយមិនថាអ្នកឥស្លាមឬអ្នកកាហ្វេរឬក៏ពេលដែលមានសមាជិកគ្រួសារគាត់ស្លាប់យើងយកទៅជួយគ្រួសារករណីនេះអត់បញ្ហាទេព្រោះការជួយគ្នាទៅវិញទៅមកឥស្លាមអត់ហាមឃាត់ទេនៅក្នុងករណីនេះប៉ុន្តែអ្វីដែលឥស្លាមហាមកាលណាប្រើប្រាស់លុយទៅលើប្រការខុសឧទាហរណ៍ថាប្រើទៅលើការចូលបុណ្យដែលខុសពីលក្ខណៈឥស្លាមឧទាហរណ៍ថាបុណ្យសពអីឧទាហរណ៍ការជួយគ្រួសារអត់បញ្ហាទេប៉ុន្តែការធ្វើបុណ្យសពនេះនៅក្នុងសាសនាឥស្លាមគឺអត់មានអញ្ចឹងលក្ខណៈហ្នឹងឥស្លាមហាមឃាត់ប៉ុន្តែត្រឹមតែការយកលុយកាក់ទៅជួយគ្រួសារឬក៏ទិញរបស់របរឲ្យគាត់ពេលគាត់មានទុក្ខគឺមិនបញ្ហាទេវាស្តៀងនឹងសមាគមអាយ៉ាត់ហ្នឹងសមាគមអាយ៉ាត់យើងចូលលុយម្នាក់បន្តិចប្រចាំខែពេលអ្នកស្លាប់ពេលមានអ្នកស្លាប់គេជួយជាលុយកាក់តិចតួចគេជួយជាកាហ្វាន់ជួយជាក្តារជួយជាការចំណាយផ្សេងលើការកវតអាយ៉ាត់គាត់ហើយលុយដែលសល់គឺនៅជាកម្មសិទ្ធិរួមដដែលមិនคล้ายជាកម្មសិទ្ធិរបស់បុគ្គលណាទេអញ្ចឹងនេះជាធានារ៉ាប់រងដែលឥស្លាមអនុញ្ញាតអញ្ចឹងការចូលលុយគ្នាក្នុងលក្ខណៈមិញក៏ដូចគ្នាកាលណាលុយនៅសល់គឺសម្រាប់ប្រើប្រាស់នៅលក្ខណៈរួមដដែលកុំឲ្យលុយនៅសល់คล้ายជាកម្មសិទ្ធិរបស់បុគ្គលណាម្នាក់ករណីនោះគឺហារ៉ាមករណីនោះគឺហារ៉ាមចឹងអស់សំណួរហើយ